ជំរាបសួរពុកម៉ែបងប្អូនមកព្រឹកនេះឆ្លៀតបាទកាត់បញ្ញាក្អែកបាទដាក់ឲ្យជាងធ្វើខ្សែគោកម្មណានេះបញ្ញាក្អែកដើមវល្លិក្លូតបាទតាក់ក្រោយវគ្គមុនបាទខ្ញុំធ្វើខ្សែគោអស់ហើយមុននេះវគ្គក្រោយទៀតកាត់មិញបងណាខ្ញុំតែនេះមួយស្រួលអាដៃងាយទេនេះបងប្អូនអ្នកធ្លាប់លេងបញ្ញាឬក៏ធ្លាប់ឃើញបងប្អូនកផុសពីដើមមកគ្រប់អស្គាល់ដើមហ្នឹងក្បាលប្រទេសហ្នឹងបាទបាក់ឲ្យមើលទេចឹងនេះខ្ញុំបង្ហាញពីវត្ថុធាតុដើមសិនខ្ញុំនឹងធ្វើការសាងណាខ្ញុំកាត់អានេះកទួតព្រៃមិនធំនោះខ្ញុំខ្ជិលយកមកព្រោះអីអានោះធំស្រាប់ហើយយើងមិនអាចទៅផ្លះចេញទៀតទេអញ្ចឹងណានេះជាផ្លះល្មមយកទៅធ្វើខ្សែគោជូនមកប្រុសខាងបេតមៈគាត់កំងຂ្នាត12លី11 10 9 8ដេញអញ្ចឹងណាដល់ថាមកខ្សែគាត់ធ្វើឡើងដេញអត់ធ្វើគាត់ស្មើគ្នាទេដេញពីធំមកតូចអញ្ចឹងយើងមានតែយកកទួតព្រៃហើយនឹងក្រងបាទលាយគ្នាទៅបាទមកប្រញាប់ឲ្យខ្លុតទៅលាយទៅបានមកខ្សែជូនគាត់ទៅកំពូម៉ួយខ្សែគោគាត់3 4ខ្សែបាទជាខ្ញុំយូរហើយមិនលើឡាយប៉ុន្តែម៉ួយតែគាត់ធ្លាប់ជាពួកខ្ញុំបើគាត់មានតម្រូវការគាត់តែងតែពឹងពើរកខ្ញុំទៀតអញ្ចឹងណាហើយក៏មិនបានទៅអូសទាញគាត់ថាខ្លាំងថាបកាយអត់ទេបាទគឺបង្ហាញពីវត្ថុធាតុដើមដែលធ្វើបង្ហាញពីទឹកដៃតម្លៃគាត់ជាថ្លាគាត់តែពឹងពើររហូតអញ្ចឹងណាបើថាឲ្យខ្ញុំថាខ្លាំងបកាយអីល្អអត់និយាយទេបងប្អូនស្រឡាញ់យ៉ាងណាធ្វើយ៉ាងដូចអញ្ចឹងខ្សែគោគាត់ចង់បានពី12លី11 10គុត9ចុះក្រោមអញ្ចឹងខ្ញុំធ្វើជូនគាត់ទៅបើមានណាបើអត់ដាច់វាស្ដាយឥឡូវដោយសារតែបញ្ញាក្អែកកទួតព្រៃយើងបានធំអញ្ចឹងណាអញ្ចឹងយើងគួរលៃធ្វើជូនគាត់ទៅដាក់កទួតព្រៃຂ្នាតបាទ12លីទៅ11លីទៅដាក់វល្លិក្លូតមកដល់9នេះទៅលាយក្រងទៅអញ្ចឹងណាបាទបង្ហាញអញ្ចឹងមុនធ្វើក្រងឆ្លាញ់ឆោពាន់លោកស្អាតឆោពាន់លោកបាច់ឆោពាន់កវងស្អាតហ្នឹងក្រងសាច់ចាស់ហាប់ល្អនេះផ្លែសមររសជាតិចត់ប៉ុន្តែបន្ទាប់ពីហូបហើយផ្អែមជាប់មាត់នៅកទួតព្រៃមួយទៀតចាំមួយទឹកឃ្មុំនេះដូងភ្នែក4ឬក៏ភ្នែក3មាត់1ខុកក្លុកមិនមែននាងពួនណាបងហើយគាត់តាញ់ស្មានហើយជាកពីងដូងដែលនៅនឹងវាកកដល់ស្ងួតទៅមាននាងពួនហ្នឹងអីទេនេះយកទៅឲ្យគាត់ជាងធ្វើបាទខ្សែកអរគុណចាំបងប្អូនបង្ហាញប៉ុណ្ណឹងហើយតទៅនឹងខ្សែកចាំមើលផលិតផលព្រោះទាំងមុនទាំងក្រោយព្រោះខ្ញុំទៅចេះថ្ងៃនោះខ្ញុំបានផ្ញើនេះដៃបញ្ញាក្អែកក្រោយគាត់ធ្វើដែរអញ្ចឹងណាមើលស្រូបផលិតផលគាត់ធ្វើ7លី8លី9លីបាទបានខ្សែយកប៉ុណ្ណឹងបាទទាំងវល្លិក្លូតទាំងក្រងទាំងកទួតព្រៃបាទបណ្ណាយកប៉ុណ្ណឹងតែចាក់ស្ដែងហើយបញ្ញាក្អែកខ្លះយើងអាចនឹងលាយគ្នាចម្រោះដោយសារគ្រាប់ខ្លះវាលើសអញ្ចឹងណាឧទាហរណ៍ឥឡូវវល្លិក្លូតវាលើស20 30គ្រាប់ដែលអត់បានមកខ្សែអញ្ចឹងណាហើយកទួតព្រៃលើស20 30គ្រាប់អញ្ចឹងទៅយើងលាបចូលគ្នាមកបានមកខ្សែមកអញ្ចឹងវាតាមចាក់ស្ដែងហើយចាំមើលពេលដែលជាងធ្វើហើយបងប្អូនខ្ញុំពិបាកនឹងនិយាយបើរបស់នៅមិនទាន់បានចេញរូបរាងផងអញ្ចឹងចាំមើលទៅហើយឃើញប៉ុណ្ណាប៉ុណ្ណឹងឯងតាមស្ដាយអរគុណសូមជម្រាបលា